ចំហដួងចិត្តរបស់យើងកុំភ័យខ្លាចឡើយ Sorry cho dương bàn lưng xung lên cho mỗi khiព្រះបិតានៅស្ថានសួគ៌នាមទ្រង់សែនវិសុទ្ធសូមវិទ្រង់បានមកព្រះតីទ្រង់បានសងបាននៅលើផែនដីដ៏នៅស្ថានសួគ៌ឲ្យផែនដីបានសម្រាប់ដូចនៅស្ថានសួគ៌វិសុទ្ធដូចនៅស្ថានសួគ៌ជួយបានសម្រាប់នៅស្ថានសួគ៌ព្រះបិតានៅស្ថានសួគ៌នាមទ្រង់សែនវិអេមែនព្រះបិតាដែលសាកសពនៅព្រឹកនេះសូមរៀបរងបានមកព្រះតីទ្រង់បានសងព្រះបិតានៅស្ថានសួគ៌នាមទ្រង់សែនវិសុទ្ធសូមរៀបរងបានមកព្រះតីទ្រង់បានសងលើផែនដីដ៏នៅស្ថានសួគ៌ឲ្យផែនដីសម្រាប់ដូចនៅស្ថានសួគ៌វិសុទ្ធដូចនៅលើផែនដីដ៏នៅស្ថានសួគ៌ឲ្យផែនដីសម្រាប់ដូចនៅស្ថានសួគ៌វិសុទ្ធដូចនៅស្ថានសួគ៌ដូចនៅស្ថានសួគ៌ដូចនៅស្ថានសួគ៌ឲ្យបានដូចនៅស្ថានសួគ៌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 
Amen អរគុណព្រះអង្គលោកអ្នកបងប្អូនបើព្រះគម្ពីរទំនុកដំកើងចំពោះ103ខ19បានសម្ដែងថាព្រះដ៏ជាព្រះវរបិតាទ្រង់បានតាំងបល្ល័ង្ករបស់ព្រះអង្គនៅឯស្ថានសួគ៌ហើយព្រះអង្គទ្រង់សពប្រតិយនឹងគ្រប់គ្រងលើគ្រប់ទាំងអស់លោកអ្នកបងប្អូនព្រះអង្គមិនគ្រាន់តែចំគ្រប់គ្រងនៅស្ថានសួគ៌ប៉ុណ្ណោះនោះទេប៉ុន្តែព្រះអង្គចំគ្រប់គ្រងនៅក្នុងជីវិតរបស់យើងម្នាក់ផងដែរចូលបានចំហដួងចិត្តរបស់យើងនៅព្រឹកនេះហើយឲ្យព្រះអង្គសោយរាជ្យនៅព្រឹកនេះចូលដោយជំនឿរបស់យើងយើងមើលឃើញប្រវត្តិមានរបស់ព្រះអង្គសោយរាជ្យសូមកុំឲ្យរូបកាយរបស់យើងមានអំណាចជាងខាងវិញ្ញាណរបស់យើងនោះឡើយតែបើព្រះគម្ពីរបានសម្ដែងឲ្យថាព្រះអង្គសពប្រតិយនឹងគ្រងរាជ្យនៅលើជីវិតរបស់យើងទាំងអស់គ្នាខ្ញុំសូមប្រាប់លោកអ្នកបងប្អូនឲ្យបានដឹងឲ្យជាប្រកាសថាបើព្រះអង្គគ្រងរាជ្យនៅលើជីវិតរបស់យើងព្រះអង្គនឹងដឹកនាំយើងនៅក្នុងរបៀបមួយដែលយើងនឹងទទួលពរយ៉ាងពិតប្រាកដព្រះអង្គនឹងដឹកនាំយើងក្នុងរបៀបមួយដែលយើងនឹងរីកចម្រើនយ៉ាងពិតប្រាកដព្រះអង្គសូមប្រតិយនឹងប្រទានពរមកកាន់លោកអ្នកបងប្អូនទាំងអស់គ្នាមិនថាផ្នែកហិរញ្ញវត្ថុមិនថាផ្នែកសុខភាពមិនថាគ្រួសារមិនថាការរៀនសូត្រឬក៏កិច្ចការណាមួយក្នុងជីវិតរបស់អ្នកបងប្អូនទេព្រះអង្គសូមប្រតិយនឹងប្រទានពរមកកាន់យើងប៉ុន្តែដរាបណាវិញ្ញាណរបស់យើងបាននៅជាប់ជាមួយនឹងព្រះអង្គឲ្យព្រះអង្គសោយរាជ្យចូលឲ្យព្រះអង្គសោយរាជ្យនៅព្រឹកនេះដើម្បីឲ្យព្រះអង្គផ្ដាច់គ្រប់ទាំងជីវៈដែលនៅក្នុងជីវិតរបស់យើងត្បិតព្រះមហាក្សត្រទ្រង់អត់សពប្រតិយទេបើសិនជាជីវិតរបស់យើងជាប់ច្រវាក់ដូច្នេះព្រះអង្គនឹងដោះច្រវាក់ដល់ប្រជានារីរបស់ព្រះអង្គណាដែលបានទៀបខ្លួននៅចំពោះព្រះអង្គហើយសូមឲ្យព្រះអង្គសោយរាជ្យនៅជីវិតរបស់គេព្រះអង្គនឹងដោះគេឲ្យមានសេរីភាពជួយយើងមានជំនឿខ្ញុំចង់ឲ្យលោកអ្នកបងប្អូនទាំងគ្នាបន្តការអធិដ្ឋានសូមការសោយរាជ្យពីព្រះអង្គហើយទម្លាក់ជីវិតដែលមិនសប្បុរសចោះនៅកណ្ដាលចំណោមនៅទីនេះបងប្អូនយើងដទៃផ្សេងទៀតឲ្យបងប្អូនយើងដឹងថាព្រះអង្គសោយរាជ្យរៀងរហូត
ព្រះនាមព្រះអង្គឲ្យព្រះអង្គសោយរីលើយើង Yesus ដល់រាប់ណាស់លោកអ្នកបងប្អូនប៉ះពាល់ជាមួយនឹងព្រះអង្គចាំយើងឈប់បន្តបើយើងមិនទាន់ប៉ះពាល់ជាមួយព្រះអង្គទេសូមបន្តទៀត Yesus អូយើងហៅដល់ព្រះអង្គព្រះសោយរីសោយរីសោយរី សូមឲ្យព្រះអង្គសោយរីក Yesusខ្ញុំនៅតែបន្តឲ្យឱកាសលោកអ្នកបងប្អូនទាំងអស់គ្នាបន្តទៀតខ្ញុំឲ្យលោកអ្នកបងប្អូនថែមទៀតបើលោកអ្នកបងប្អូននៅតែត្រូវការឲ្យចង់និយាយទៅកាន់ព្រះអង្គបន្ថែមទៀតសូមធ្វើកិច្ចការទាំងអស់នោះសូមធ្វើនៅអ្វីដែលព្រះវិញ្ញាណប៉ះពាល់យើងព្រះវិញ្ញាណប៉ះពាល់យើងមិនមែនជារឿងចៃដន្យនោះទេទូគឺជាប្រហារតីរបស់ព្រះសូមបន្តទៀតសូមបន្តនៅការខាងរបស់យើង សូមតាមការប៉ះពាល់ព្រះវិញ្ញាណបបរយើងអធិដ្ឋានបបរយើងលើកដៃបបរយើងលុតជង្គង់ចុះយើងលុតជង្គង់ចុះចូលនៅចំពោះព្រះវិញ្ញាណព្រឹកនេះ Shut up